មួយយប់មួយថ្ងៃនៅទំនប់កំចាយខេត្តកំពតចង់ដឹងថានៅទីនោះមានអីខ្លះនិងពួកខ្ញុំបានធ្វើអីខ្លះនៅទីនោះកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទស្សនាវីដេអូនេះទាំងអស់គ្នានេះគឺជាការធ្វើដំណើរទៅបោះតង់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពតដែលការធ្វើដំណើរនេះគឺមានចំនួនគ្នា4នាក់មានបង្ខុងធុណាហើយនិងខ្ញុំហើយម្នាក់ទៀតនោះគឺបងតកុងទូកដែលជាម្ចាស់ទូកជូនពួកខ្ញុំទៅកន្លែងនោះតែម្ដងហើយការធ្វើដំណើរមួយនេះក៏អរគុណទៅដល់ធុណាខ្លាំងមែនតែនដែលគាត់បានបបួលខ្ញុំទៅដែលបានធ្វើឲ្យខ្ញុំស្គាល់រសជាតិថ្មីប្លែកដែលមិនធ្លាប់ទទួលបានពីមុនមកហើយបន្ទាប់ពីធ្វើដំណើរអស់មួយសន្ទុះមកពួកយើងក៏បានឈប់សម្រាកនៅក្រោមដើមឈើមួយកន្លែងដោយសារតែហត់ពេកគឺឃើញស្រាប់ហើយគឺថាផ្លូវពិបាកពេកបន្ទាប់ពីឈប់ហើយមួយសន្ទុះក៏ពួកយើងបានធ្វើដំណើរបន្តទៅមុខទៀតហើយដូចឃើញហើយគឺថាក៏មានរទេះគោនិងម៉ូតូរបស់អ្នកស្រុកធ្វើដំណើរតាមផ្លូវនោះដែរធ្វើត្បិតតែពួកខ្ញុំធ្វើដំណើរតាមផ្លូវនេះពិបាកមែនប៉ុន្តែសម្រាប់ពួកគាត់វិញគឺថាសមទៅហើយបន្ទាប់ពីធ្វើដំណើរអស់ជាយូរគួរសមពួកយើងក៏មកដល់គោលដៅគឺកំពង់ទូកហើយកន្លែងនេះគឺយើងត្រូវទុកម៉ូតូនៅទីនេះហើយជិះទូកឆ្លងទៅហើយការធ្វើដំណើរតាមទូកនេះគឺយើងចំណាយអស់រយៈពេលប្រហែលជា1ម៉ោងហើយនេះគឺជាកន្លែងទុកម៉ូតូរបស់ពួកខ្ញុំដែលត្រូវចាក់សោនៅទីនេះហើយត្រូវរៀបចំអីវ៉ាន់ឡើងទូកនិងធ្វើដំណើរបន្តទៅមុខហើយបន្ទាប់ពីរៀបចំអីវ៉ាន់អីដាក់នៅលើទូកលើអីហើយអស់ពួកយើងក៏ចាប់ផ្ដើមចេញដំណើរទៅតែម្ដងគឺថាទេសភាពនៅជុំវិញគឺថាកប់សេរីតែម្ដងរកអ្វីថ្លៃមិនបានទេហើយដូចឃើញហើយមុខខ្ញុំនេះគឺថាហេវបាយពេកមុខឡើងស្វាយបដើហើយចេញដំណើរទៅមួយសន្ទុះនេះគឺថានៅជុំវិញគឺនិយាយពីទេសភាពវិញគឺគ្មានអីថ្លៃតែម្ដងហើយដូចឃើញអញ្ចឹងអាស្នាមនេះគឺមានគល់ឈើមានអីនេះគឺបានន័យថាកន្លែងហ្នឹងក៏ទឹកលិចដល់ដែរណាបងប្អូនដោយសារតែនេះគឺជារដូវដែលទឹកវាស្រកបើសិនជាទឹកឡើងអីគឺថាឡើងទៅដល់អាព្រៃឈើខាងលើនោះហើយមើលចុះមុខខ្ញុំនេះគឺចាប់ផ្ដើមឡើងស្វាយហេវបាយពេកហើយនេះគឺជាដើមឈើហើយទឹកនេះដែរដំបងឡើយខ្ញុំស្មានតែវាជំរៅត្រឹមតែ5ទៅ6ម៉ែត្រទៅក្រោមទេដល់ពេលបន្ទាប់ពីខ្ញុំសួរបងតកងទូទៅគាត់ថាទឹកនេះគឺមានជំរៅរហូតដល់154ម៉ែត្រទៅក្រោមគឺថាលិចកូនភ្នំតូចអស់ជាច្រើនហើយទៅបង្កើតបានជាទំនប់វារីអគ្គិសនីមួយនេះហើយដូចឃើញអញ្ចឹងជុំវិញនេះគឺថាឃើញហើយគឺសុទ្ធតែថ្មហើយបន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រហែលជា1ម៉ោងពួកយើងក៏បានចតទូកដើម្បីមើលស្ថានភាពផ្លូវដោយសារតែទឹកវាគួចខ្លាំងពេកហើយខ្ញុំស្របពេលដែលកំពុងតែសម្រាកនេះខ្ញុំក៏បានដើរមើលទេសភាពជុំវិញនៅទីនោះគឺថាត្រជាក់ស្រួលខ្យល់ធ្លាក់មកល្វិចទេសភាពដើមឈើអីជុំវិញនេះគឺថាកប់សេរីរកអ្វីថ្លៃមិនបានទេហើយនេះពួកយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតដើម្បីដល់ច្រាំងមួយទៀតហើយដូចឃើញអញ្ចឹងគឺថាខ្ញុំជិះតែម្នាក់ឯងទេដោយសារតែ2នាក់ទៀតក៏ត្រូវឆ្លងទៅទូកមួយទៀតគឺទូកមួយនេះគឺมันអាចជិះគ្នាច្រើនបានទេដោយសារទឹកគួចខ្លាំងពេកហើយបន្ទាប់មកពួកយើងក៏មកដល់លើគោកហើយក៏ធ្វើដំណើរទៅកាន់កន្លែងបោះតង់របស់ពួកខ្ញុំហើយដូចឃើញគឺថាទេសភាពកប់សេរីតែម្ដងហើយនេះបន្ទាប់ពីថាធ្វើដំណើរហត់នឿយអស់កម្លាំងពេកក៏សម្រេចចិត្តហក់ទឹកមួយក្តាំងសិនទៅជាស្រួលមែនតែនហើយនេះគឺបង្ខំគាត់ដាក់កាហ្វេមួយកែវទៅហើយគាត់ក៏បានសំណេះសំណាលជាមួយនឹងបងតកងទូគឺថាថ្ងៃនេះត្រូវធ្វើម្ហូបអីហូបបាយដោយសារតែធ្វើដំណើរហត់ហេវហើយដូចដឹងអញ្ចឹងគឺថានៅតំបន់ព្រៃភ្នំគឺគ្មានសេវាគ្មានអីនោះទេគឺមានតែទេសភាពខ្យល់ហើយនឹងព្រៃភ្នំឲ្យយើងមើលនោះទេគឺសម្រាប់សេវាតាក់ទងគ្នាទៅខាងក្រៅមើល Facebook មើល YouTube មើល TikTok អីគឺគ្មានទេម្ដងនេះគឺថារស់នៅជាមួយនឹងធម្មជាតិសុទ្ធសាធតែម្ដងហើយចង់ដឹងថាបងរស់នៅតំបន់នេះគាត់ទំនាក់ទំនងទៅខាងក្រៅយ៉ាងម៉េចគឺមើលវីដេអូនេះទាំងអស់គ្នាទៅដឹងហើយបងវែវ iPhone សើចាញ់នោះគេទៅលេខខ្ញុំតាអាមុនខ្ញុំនិយាយមើលអីណាហើយដូចឃើញអញ្ចឹងគឺថាចង់តាក់ទងទៅខាងក្រៅតទៅយកទូរស័ព្ទទៅគៀបជាមួយនឹងរស័យហើយទូរស័ព្ទដែលគៀបនោះសោតគឺទូរស័ព្ទ Mark Nokia បើសម្រាប់ iPhone វិញក៏គៀបគឺទៅមិនរួចទេបង្ខំគាត់ចង់ដឹងគាត់ក៏យកទៅគៀបដែរប៉ុន្តែគៀបទៅឡើងរបស់គាត់មែនតែគ្រាន់តែថាគៀបហើយទេទៅក្រៅអត់បានទេមើលគាត់ទៅគៀបផងលើកផងដាក់ទៅលើផងដោយសារតែចង់បានសេវាតាក់ទងទៅកាន់អ្នកផ្ទះរបស់គាត់ថាគាត់បានមកដល់តំបន់តែគាត់ត្រូវបោះតង់ហើយដូចឃើញអញ្ចឹងហើយនេះពូគាត់កំពុងតែនិយាយទូរស័ព្ទ
ជាមួយអ្នកមកពីខាងក្រៅដែរហើយបងខុងក៏គាត់បានខ្ចីទូរស័ព្ទមួយហ្នឹងដើម្បីតាក់ទងទៅគ្រួសារគាត់នៅផ្ទះដែរហើយនេះដូចឃើញហើយគឺថាពួកយើងរៀបចំដាំបាយធ្វើម្ហូបបន្ទាប់មកម្ហូបយើងក៏បានឆ្អិនរួចរាល់បានបងគ្រឿងបងអីរួចរាល់ក៏បានរៀបចំដាក់បាយជុំគ្នានៅតុវាលមួយកន្លែងញ៉ាំបាយបដើមើលទេសភាពបដើគឺថាកប់សេរីតែម្ដងមិនបាច់ថារកអ្វីថ្លៃបានទេបាយមួយពេលនេះគឺថាកប់សេរីតែម្ដងហើយនេះគឺជាទស្សនវិជ្ជារបស់បងពូគាត់មកពីនេសាទវិញបានត្រីមកហើយអាឆ្កែមួយនេះគឺតាមខ្ញុំរហូតស្គាល់ខ្ញុំពីកាលទេខ្ញុំអត់យល់វាដែរហើយខ្ញុំបានអាឆ្កែហ្នឹងហើយឆ្កែមួយហ្នឹងគឺថាមកនេះគឺបានពីអ្នកវិនេះហើយគឺកំដរពេលគេដែរហើយដូចឃើញអញ្ចឹងមុខបន្ទាប់ពីបាយហើយគឺឆ្អែតមកហឹងតែម្ដងហើយពួកបងគាត់បានត្រីមកក៏បានអាំងហូបជុំគ្នាតែម្ដងគឺថាត្រីធំមែនតើអានេះជាប្រភេទត្រីអីទេខ្ញុំភ្លេចបាត់ហើយគាត់ប្រាប់ខ្ញុំដែរវាស្រដៀងនឹងត្រីឆ្លាំងវាស្រដៀងតែមិនជាត្រីឆ្លាំងទេហើយបន្ទាប់ពីអាំងឆ្អិនហើយក៏ដាក់ជុំគ្នាតែម្ដងគឺថាមួយពេលនេះកប់សេរីតែម្ដងគឺថាมันអាចរកអ្វីមកប្រៀបផ្ទឹមបានទេគឺឆ្ងាញ់តិចជាមួយនឹងបៀតិចហើយបន្ទាប់មកពួកយើងក៏បានរៀបចំដំឡើងតង់ដើម្បីគេងនៅយប់នេះគឺដោយសារតែមេឃគឺថាគៀកនឹងយប់ដែរហើយនៅជុំវិញកន្លែងនៅពួកខ្ញុំបោះតង់នេះវិញគឺទេសភាពវិញមិនបាច់ថ្លែងទេគឺកប់សេរីតែម្ដងងាកទៅណាក៏ភ្នំងាកទៅណាក៏ព្រៃឈើងាកទៅណាក៏ទេសភាពហើយនឹងជាប់មាត់ទឹកហើយឃើញខ្ញុំកំពុងតែបកបង្គារៀបចំធ្វើម្ហូបនៅពេលល្ងាចហើយនេះគឺជាទូកអ្នកនេសាទនៅតំបន់ហ្នឹងហើយខ្ញុំរៀបចំដាំបាយលាងទឹកអង្ករអីនេះហើយបន្ទាប់ពីលាងទឹកអង្ករហើយដាក់ដាំបាយអត់មានកម្របក៏យកខ្ទះមកក្រោបធ្វើជាកម្របជំនួសមិនដឹងមិនគេឆ្អិនអត់ទេមើលទៅប្រហោងធ្លុងជាអីនេះហើយដាំបាយបដើមើលភ្លើងបដើហើយបង្ខំធុណាអីគឺគាត់រៀបចំការងារគាត់ផ្សេងគ្នាបង្ខំក៏រៀបចំធ្វើម្ហូបដំឡើងតង់អីផ្សេងហើយខ្ញុំបន្ទាប់ពីដាក់ដាំបាយរួចក៏ដើរមើលទេសភាពជុំវិញហ្នឹងគឺថាស្រស់ស្រាយមែនតើហើយនេះបង្ខំគាត់កំពុងតែញាប់ដៃញាប់ជើងធ្វើម្ហូបធ្វើអីរបស់គាត់ហើយឃើញតែម្ហូបគាត់ចាប់ផ្ដើមឆ្អិនហើយគាត់ក៏រៀបចំភ្លក់ចង់ដឹងថារសជាតិអីគឺឆ្ងាញ់យ៉ាងណាអីគឺពឹងលើគាត់ទាំងស្រុងហើយបន្ទាប់ពីគាត់ភ្លក់ហើយគឺថាឆ្ងាញ់ហើយបាយពួកយើងក៏ចាប់ផ្ដើមឆ្អិនគឺថាខ្ញុំមិនរំពឹងថាឆ្អិនបានហូបទេព្រោះខ្ញុំគិតថាខ្លោចហើយបន្ទាប់ពីបាយឆ្អិននេះក៏រៀបចំប្រឡាក់សាច់គោអាំងបន្ថែមហើយកំឡុងពេលកំពុងអាំងសាច់គោនេះគឺថាដាក់ឈៀលជាមួយនឹងស្រាបៀរកម្ពុជាឡាយសគឺថាជាតិយកតែម្ដងអានេះខំក៏គាត់ចាប់ផ្ដើមអាំងសាច់គោបន្ថែមព្រោះថាយប់នេះគឺមានសាច់គោនឹងហើយទុកដាក់ឈៀលយប់ឡើងជជែកគ្នាលេងព្រោះថាបាយបកានេះគឺថាយើងទុកគ្រាន់ដាក់ជាមួយបាយហើយឃើញហើយខ្ញុំអត់មានចានបាយទេគឺដាក់ជាមួយនឹងចានស្នោទៅមួយគឺថាហូបបាយជុំគ្នាគឺថាឆ្ងាញ់យកមែនតែម្ដងជាមួយនឹងបកាធំគឺធុណាគាត់ទិញពីផ្សារកពតមកហើយដូចឃើញអញ្ចឹងបង្ខំគាត់កំពុងតែហាន់សាច់បន្ថែមអង្គុយជជែកគ្នាលេងនៅក្រោមបន្លឺខែមានភ្នក់ភ្លើងជុំវិញហើយពូគាត់មកជជែកលេងជាមួយមកហូបលេងជាមួយដាក់ជុំគ្នាជជែកពីនេះពីនោះហើយថាបងប្រុសម្នាក់នេះគឺមិនដឹងជាអស់ប្រមាណហើយទេគឺថាអង្គុយបត់ជើងនៅលើស្មៅយ៉ាងរុំទុំហើយភ្នែកចាប់ដើមធ្លាក់ហើយអ្នកណានិយាយអីនិយាយទៅគឺលេងខ្វល់ហើយបន្ទាប់មកក៏កាត់មកដល់កន្លែងខ្ញុំគេងហើយនេះក៏ឈានមកដល់ពេលព្រឹកឡើងគឺថាទស្សនវិជ្ជាប្លង់ពីខាងលើវិញគឺថាកប់សេរីរកអ្វីថ្លៃមិនបានតែម្ដងគឺថាខ្ញុំមិនអាចថ្លែងឲ្យត្រូវជាមួយនឹងទស្សនវិជ្ជាជាក់ស្ដែងនៃការឡើងនោះទេនោះពីព្រោះថាខ្ញុំគឺមិនបកកែបញ្ចូលសម្លេងមិនបកកែបញ្ចេញបញ្ចូលឲ្យនោះទេពីព្រោះអាចនិយាយបានថានេះគឺជាការបោះតង់លើកទី1របស់ខ្ញុំដែលទៅឆ្ងាយហើយទស្សនវិជ្ជាបែបនេះដូចមើលឃើញអញ្ចឹងគឺថាអាប់អ៊ីចុះមកអមជាមួយនឹងជើងភ្នំគឺថាជាតិយកតែម្ដងសម្រាប់អ្នកចូលចិត្តទេសភាពអីបែបហ្នឹងគឺអាចសាកបានហើយបើសិនជាមានជាមួយនឹងកាហ្វេអីព្រឹកឡើងទៀតគឺកាន់តែកប់សេរីតែម្ដងគឺថាដូចបន្ថែមរសជាតិទៅលើកាហ្វេហើយនឹងទេសភាពគឺថានិយាយមិនចេញតែម្ដងគឺស្អាតយូរតែមែនតើនិយាយទៅដូចឃើញអញ្ចឹងហើយនេះគឺជាបងពូដែលគាត់រៀបចំចេញទៅនេសាទត្រីនៅចិត្តហ្នឹងតាមពិតពួកខ្ញុំត្រូវទៅបោះតង់នៅខាងមុខបន្តិចទៀតក៏ប៉ុន្តែដោយសារតែទឹកវាធ្លាក់មកបុកខ្លាំងគឺមិនអាចទៅបោះតង់បានទេ
បើសិនជាទៅដល់ខាងមុខទៀតគឺកាន់តែអែមខ្លាំងមែនតើហើយនេះឃើញបងគាត់កំពុងតែរកត្រីដាក់ស្ទូចដាក់អណងដាក់មងបងសំណាញ់អីហ្នឹងហើយក៏សូមអធិស្ឋានទុកមុនដែរគឺថាបញ្ចូលសំឡេងអាចនឹងនិយាយទៅអាដាក់អាដប់ដោយសារតែមិនដែលបញ្ចូលសំឡេងអីពីមុនមកទេហើយវីដេអូក៏ឈានមកដល់ទីបញ្ចប់ក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនឹងផងដែរ